អាញាធរចិនបញ្ចេញរូបវីដេអូរូបលោកចិនហ្ស៊ីដែលត្រូវបានបញ្ជូនខ្លួនដល់ទឹកដីចិនហើយទីមួយទៅគឺរឿងអាញាធរចិនបង្ហាញរូបវីដេអូដែលឃើញលោកចិនហ្ស៊ីដែលត្រូវបានបញ្ជូនខ្លួនដល់ដៃសមត្ថកិច្ចចិននៅឯទឹកដីចិនទៅហើយបាទហើយតាមពិតបងប្អូនយើងឆ្ងល់ច្រើនហើយក៏សួរខ្ញុំម្ដងហើយម្ដងទៀតដែរថាតើហេតុអីបានជាអាញាធរកម្ពុជាសហការគ្នាជាមួយនឹងអាញាធរចិនចាប់បញ្ជូនលោកចិនស៊ីទៅប្រទេសចិនជាមួយនឹងជនជាតិចិន3នាក់ទៀតដែលជាប់ចោទពីបទជួញដូរឆបោកអនឡាញនោះហេតុអីក៏មិនមានរូបមួយសន្លឹកសូម្បីតែរូបថតមួយសន្លឹកហើយស្អីក៏គ្មានមានតែសេចក្តីជូនដំណឹងពីខាងកម្ពុជាហើយខាងចិននោះក៏មិនឃើញជូនដំណឹងអីអញ្ចឹងមិនសមមិញនេះក៏ប៉ុន្តែនៅថ្ងៃនេះគឺខាងក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិនក៏បានបញ្ចេញវីដេអូមួយដែលមានរៀបរាប់ឬក៏ថាដែលមានរូបថតរូបវីដេអូលម្អិតអំពីដំណើរដែលលោកចិនហ្ស៊ីនេះគឺត្រូវបានសមត្ថកិច្ចចិនដឹកទៅដល់ប្រទេសចិនហើយក៏យើងឃើញរូបគាត់ជាប់ខ្នោះនាំឡើងយន្តហោះនិងនាំចុះពីលើយន្តហោះវិញហើយនឹងមានជាថង់ខ្មៅមួយយ៉ាងឬម៉ាស់ខ្មៅមួយយ៉ាងគ្របក្បាលចិត្តហ្នឹងហើយក៏ដកបង្ហាញឲ្យឃើញថានោះគឺជារូបឬក៏មុខមាត់ពិតរបស់លោកចិនហ្ស៊ីអីចឹងដូច្នេះចម្ងល់តកតងថាតើការចាប់លោកចិនហ្ស៊ីទៅប្រទេសចិនហ្នឹងគេបញ្ជូនខ្លួនហ្នឹងបញ្ជូនមែនតែនឬយ៉ាងណានោះចំណុចនេះគឺយើងដូចថាវាអស់ពីមន្ទិលវិមតិសង្ស័យអីទៀតហើយព្រោះអីអាជ្ញាធរចិនបានបង្ហាញរូបថតរូបវីដេអូនោះឲ្យប្រជាពលរដ្ឋបានឃើញគ្រប់គ្នាឲ្យអស់ចិត្តទៅហើយអ្វីដែលនៅជាការឆ្ងល់ទៀតនោះគឺថាហេតុអីបានជាគេចាប់លោកចិនហ្ស៊ីដែលមានសញ្ជាតិខ្មែរហើយបានលាឈប់ពីសញ្ជាតិចិនទៅហើយនោះបែរទៅជាបញ្ជូនទៅប្រទេសចិនទៅវិញខ្ញុំនឹងបកស្រាយរឿងនេះលម្អិតបន្ថែមទៀតនាពេលបន្តិចទៀតនេះក៏ប៉ុន្តែមុននឹងចូលដល់ចំណុចនេះខ្ញុំចង់ជម្រាបថាអាញាធរចិនជាពិសេសតាមរយៈអ្នកនាំពាក្យក្រសួងការបរទេសចិនគឺអ្នកស្រីម៉ៅនីងបានប្រាប់អ្នកសារព័ត៌មាននៅក្នុងការធ្វើសន្និសីទព័ត៌មានថ្ងៃទី8ខែមករានេះដោយលោកស្រីបានសង្កត់ធ្ងន់ជាពិសេសតកតងនឹងចំណាត់ការរបស់អាញាធរចិនជាមួយនឹងអាញាធរកម្ពុជាដោយអាញាធរចិនអះអាងថានេះគឺជាកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលខ្មែរនិងរដ្ឋាភិបាលចិនដែលផ្ដល់នៅលទ្ធផលដ៏គួរឲ្យអស្ចារ្យបាទចិនចាត់ទុកថាកិច្ចសហប្រតិបត្តិការរវាងអាញាធរចិននិងអាញាធរខ្មែរនៅក្នុងការធ្វើបច្ចាប័នបាទចាប់បញ្ជូនលោកចិនហ្ស៊ីទៅប្រទេសចិននេះគឺជាសមិទ្ធិមួយដ៏អស្ចារ្យនៃភាពដៃគូគ្នារវាងប្រទេសទាំងពីរហើយអ្នកស្រីម៉ៅនីងក៏បានបដិញ្ញាឬក៏សន្យាថានឹងបញ្ចេញព័ត៌មានលម្អិតផ្សេងទៀតតកតងនឹងការចាប់ខ្លួនលោកចិនហ្ស៊ីនេះថាតើមានព័ត៌មានលម្អិតហើយយើងមែនតើព័ត៌មានលម្អិតហ្នឹងយើងអត់ដឹងថាតើជាព័ត៌មានលម្អិតអ្វីទេគ្រាន់តែថាបងប្អូនទាំងអស់គ្នាយើងដឹងហើយថាមកដល់ម៉ោងនេះទាំងអាជ្ញាធរកម្ពុជានិងអាជ្ញាធរចិនអត់ទាន់បានចោទប្រកាន់លោកចិនស៊ីពីបទអ្វីមួយឲ្យប្រកាសនៅឡើយទេយើងអត់ឮបទចោទនេះទេយើងដឹងថាលោកចិនស៊ីគឺត្រូវបានអាជ្ញាធររដ្ឋបរទេសជាច្រើនរួមទាំងចក្រភពអង់គ្លេសរួមទាំងសហរដ្ឋអាមេរិកផងបានចោទប្រកាន់មានទាំងដីកាទៅទៀតនៅអាមេរិកនេះគឺចោទប្រកាន់លោកចិនស៊ីពីបទបើកបនលបែងឬក៏មជ្ឈមណ្ឌលឆបោកអនឡាញដែលធ្វើឲ្យប៉ះពាល់ដល់ជនជាតិអាមេរិករាប់ម៉ឺនរាប់សែននាក់នឹងទឹកប្រាក់រហូតដល់ទៅជាង15,000 លានដុល្លារជារូបិយវត្ថុ Bitcoins ហើយក៏មានជនរងគ្រោះនឹងផ្សេងទៀតនៅគ្រប់ប្រទេសឯណោះចឹងហើយបានជាចក្រភពអង់គ្លេសហ្នឹងក៏ចូលរួមបង្កកទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនរបស់លោកអុកញ៉ាឬក៏លោកចិនស៊ីនេះនៅឯចក្រភពអង់គ្លេសចំណាត់ការរបស់កូរ៉េខាងត្បូងចំណាត់ការរបស់តៃវ៉ាន់សង្ហបុរីផ្សេងទៀតហ្នឹងគេធ្វើស្រោចហើយគឺតាក់ទងទៅលោកចិនស៊ីហ្នឹងហើយអ្វីដែលជាចំណាត់ការនោះគឺយើងឃើញថាគេបង្កកទ្រព្យសម្បត្តិគាត់បានច្រើនសន្ធឹកហើយគ្រាន់តែថាការចាប់ខ្លួននេះគឺជាដំណាក់កាលដែលមែនតើគឺជាការចាប់ខ្លួនដ៏គួរឲ្យភ្ញាក់ផ្អើលមួយដែរព្រោះទើបតែមានការចាប់ខ្លួននៅពេលដែលដំណឹងតាក់ទងនឹងបញ្ហារបស់លោកចិនស៊ីនេះមិនមែនមានទៅពេលនេះទេច្រើនឆ្នាំហើយក៏ប៉ុន្តែពុំមានចំណាត់ការអីទេព្រោះអីអារឿងឆបោកអនឡាញអារឿងបណ្ដាញអក្រិតជននៅក្នុងស្រុកខ្មែរអីហ្នឹងគឺអង្គការសហប្រជាជាតិអ្នកស្រាវជ្រាវវិទ្យាស្ថាន
ជាតិរបស់អាមេរិកឬក៏ស្ថាប័នសិទ្ធិមនុស្សអីផ្សេងទៀតនឹងអង្គការសង្គមស៊ីវិលហ្នឹងគេស្រាវជ្រាវឃើញច្រើនករណីហើយនឹងគេបានប្រាប់យូរហើយគ្រាន់តែថាមិនមានចំណាត់ការហេតុអីបានជាចំណាត់ការនៅពេលនេះហេតុអីបានជាចាត់ការនៅពេលនេះអ្នកស្រីម៉ៅនីងមែនតើបានបញ្ជាក់បន្ថែមទៀតថាអឺការដែលចាប់លោកណែ Gen Z ទៅកាត់ទោសនៅប្រទេសចិននេះគឺដោយសារតែរដ្ឋាភិបាលចិនក៏បានរកឃើញថាមានអក្រិតជនឬក៏ជនដែលប្រព្រឹត្តចូលដៃជាមួយនឹងក្រុម Prince Group ឬអង្គការ Gen Z នេះដែលជាជនជាតិចិននឹងជាច្រើនរូបផ្សេងទៀតនៅក្នុងការដែលឆបបើកមជ្ឈមណ្ឌលឆបោកអនឡាញដែលប្រព្រឹត្តទាំងនៅកម្ពុជាផងនិងមានប៉ះពាល់ដល់ជនរងគ្រោះជាជនជាតិចិនផងដែរដូច្នេះលោកស្រីថាព័ត៌មានដែលនឹងបញ្ចេញនេះមិនមែនបញ្ចេញតែរឿងលោក Gen Z ទេគឺនឹងបញ្ចេញថាបុគ្គលណាខ្លះទៀតបាទសំខាន់ថាបុគ្គលណាខ្លះទៀតដែលនៅជាប់ពាក់ព័ន្ធនឹងលោក Gen Z ហើយត្រូវសហការបន្ថែមដើម្បីចាប់ខ្លួនបញ្ជូនទៅកាត់ទោសនៅប្រទេសចិនបន្តទៅទៀតបើសិនជាមាននៅក្នុងប្រទេសកម្ពុជាអញ្ចឹងដូច្នេះរឿងនេះគឺជាចំណុចចាប់ផ្ដើមនៃយុទ្ធនាការដ៏ច្រើនឬក៏ស្មុគស្មាញបន្ថែមទៀតព្រោះមិនមែនជារឿងដែលចាប់លោក Gen Z នឹងចប់ទេព្រោះលោក Gen Z ម្នាក់ឯងនេះមិនអាចទៅជន់ផែនដីខ្មែរផ្អៀងទេដូច្នេះវាត្រូវមានខ្នងបង្អែកត្រូវមានបពួកគូកនបនភឿននឹងដូចសឡកពឹសចឹងបើសិនជាយុទ្ធនាការនេះពិតជាស្មោះស្ម័គ្រស្មោះត្រង់នៅក្នុងការពិតជាចង់រំលាយហេដ្ឋារចនាសម្ព័ន្ធក្រុមអង្គការចាត់តាំងរបស់ការឆបោកអនឡាញឲ្យដូចអ្វីដែលរដ្ឋាភិបាលកម្ពុជាកំទេចបំផ្លាញរំលាយគណៈបកសង្គ្រោះជាតិខ្ញុំជឿថាសហការជាមួយនឹងរដ្ឋាភិបាលចិនច្បាស់ណាស់គឺនឹងវែកមុខឃើញអក្រិតជនបន្ថែមច្រើនទៀតណាដែលរកគុកដាក់មិនបានផងទេបើតាមមើលទៅនោះឥឡូវនេះគឺតែយ៉ាងណាយើងចាំតាមដានព័ត៌មានតែជាទូទៅតាមទម្លាប់គឺអ្នកដែលទទួលខុសត្រូវគឺយ៉ាងច្រើនចំណាត់ការហ្នឹងគេចាត់ការម្នាក់ពីរអីចឹងទៅជាការបង្ក្រប់ទៅក៏ស្ងាត់បាត់ឈឹងទៅផ្សេងទៀតហ្នឹងក៏វិលទៅរកភាពប្រក្រតីដូចធម្មតាហើយក៏យើងចាំមើលតកតងនឹងរឿងការចាប់លោក Gen Z បញ្ជូនទៅប្រទេសចិននៅពេលដែលលោកបាត់បង់សញ្ជាតិចិនទៅហើយនេះគឺក៏នៅមានការវិភាគច្រើនផ្សេងទៀតតាមបណ្ដាញព័ត៌មានអន្តរជាតិដែរមាននិស្សិតមានបញ្ញវន្តដែលនៅសាកលវិទ្យាល័យចរចាសហរដ្ឋអាមេរិកហ្នឹងក៏បានចេញជាការវិភាគរបស់ខ្លួនពីរឿងតកតងនឹងថាហេតុអីបានជាកម្ពុជាត្រូវបញ្ជូនលោក Gen Z ទៅប្រទេសចិនជាទូទៅអ្នកវិភាគនៅក្រៅប្រទេសមិនឆ្ងល់នឹងរឿងលោក Gen Z មានសញ្ជាតិកម្ពុជាដែលជាសញ្ជាតិសមហ្នឹងឯងព្រោះជាទូទៅអ្នកនៅក្រៅប្រទេសយល់ច្បាស់ជឿច្បាស់ 100% ថាលោក Gen Z មានដើមកំណើតចិនដូច្នេះការដែលវិភាគសពបែបយ៉ាងរបស់អ្នកវិភាគនៅក្រៅប្រទេសគឺផ្ដោតខ្លាំងទៅលើថាបើគាត់ជាជនជាតិចិនដើមកំណើតចិនហេតុអីបញ្ជូនទៅចិនមិនបានតែប៉ុណ្្នឹងឯងដូច្នេះវាអត់មានអីភ្ញាក់ផ្អើលចំពោះគេចំពោះយើងភ្ញាក់ផ្អើលដោយសារអីយើងលោក Gen Z ដើមកំណើតចិនមែនក៏ប៉ុន្តែលាលែងសញ្ជាតិចិនទៅហើយសុំសញ្ជាតិខ្មែរបានសញ្ជាតិខ្មែរបានន័យថាគាត់ជាពលរដ្ឋខ្មែរស្របច្បាប់ដោយព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រខ្មែរមានន័យថាគាត់បាត់បង់សញ្ជាតិឬក៏សិទ្ធិសពបែបយ៉ាងក្នុងនាមជាជនជាតិចិននៅប្រទេសចិនហើយព្រោះគាត់អាចនឹងប្រើប្រាស់ឈ្មោះខ្មែរដើម្បីទៅទាមទារទ្រព្យសម្បត្តិអីដែលមាននៅប្រទេសចិនក្នុងនាមគាត់ជាពលរដ្ឋខ្មែរមិនអាចទាមទារក្នុងនាមគាត់ជាពលរដ្ឋចិនទៀតទេព្រោះគាត់បោះបង់សញ្ជាតិចិនបាត់ទៅហើយនេះបើតាមការបកស្រាយសាមញ្ញតាមន័យច្បាប់ព្រោះអាផលលាភឬក៏ការទទួលបានកម្រៃផលប្រយោជន៍អត្ថប្រយោជន៍សង្គមអីផ្សេងនៅពេលដែលមនុស្សម្នាក់បោះបង់សញ្ជាតិរបស់ប្រទេសនោះគឺបើសិនជានេះហ្នឹងគឺការកាតព្វកិច្ចបង់ពន្ធក្នុងនាមជាប្រជាពលរដ្ឋកាតព្វកិច្ចទទួលផលក្នុងនាមជាប្រជាពលរដ្ឋចិនគឺបាត់អស់ដោយស្វ័យប្រវត្តិហើយគឺបានន័យថាគាត់អាចទទួលផលអាស្រ័យផលក្នុងនាមជាប្រជាពលរដ្ឋខ្មែរហើយបើសិនជាគាត់ត្រូវបង់ពន្ធទៅប្រទេសចិនគឺបង់ពន្ធនៅក្នុងករណីទៅលើក្រុមហ៊ុនគាត់ក្នុងនាមឈ្មោះខ្មែរដែលរកស៊ីពាក់ព័ន្ធនឹងទំនិញឬក៏របរឬក៏សេវាអីផ្សេងទៅសហរដ្ឋទៅប្រទេសចិនតែប៉ុណ្ណោះឯងក៏ប៉ុន្តែនៅក្នុងន័យនេះគឺអាជ្ញាធរខ្មែរសម្រេចចិត្តដកសញ្ជាតិរបស់គាត់ចេញវិញហើយចាប់បញ្ជូនគាត់ទៅ
ប្រទេសចិនវិញការដកសញ្ជាតិនិងចាប់បញ្ជូនគាត់ទៅប្រទេសចិននេះក៏ពុំមានជាបទចោទឬក៏កំហុសឆ្គងអីឲ្យច្បាស់លាស់ថាឥឡូវលោកចិនស៊ីត្រូវបានព្រះមហាក្សត្រដកសញ្ជាតិទៅវិញហើយដោយហេតុផលថាគាត់ត្រូវបានចោទប្រកាន់ពីបទនេះបទនោះអីអញ្ចឹងទៅដើម្បីបើកដៃឲ្យអាជ្ញាធរចិនចាប់បញ្ជូនគាត់ទៅឬក៏សហការចាប់បញ្ជូនគាត់ទៅចិននិយាយទៅការដកសញ្ជាតិខ្មែរវិញនេះគឺអាចជាការបើកផ្លូវឲ្យរដ្ឋាភិបាលកម្ពុជាមានហេតុផលគ្រប់គ្រាន់ថាគាត់លែងជាសញ្ជាតិខ្មែរទៅហើយដូច្នេះគឺបញ្ជូនទៅចិននេះអត់ខុសទេក៏ប៉ុន្តែអ្វីដែលយើងនៅឆ្ងល់ថាតើគាត់ខុសអីរដ្ឋាភិបាលកម្ពុជាដកសញ្ជាតិគាត់ដោយកំហុសអីព្រោះការដកសញ្ជាតិរបស់នរណាម្នាក់វាទាល់តែត្រូវរកឃើញតាមប្រព័ន្ធតុលាការដែរមិនអញ្ចឹងហើយព្រោះឥឡូវយើងមើលមានច្បាប់សញ្ជាតិយើងកម្ពុជាអាចដកសញ្ជាតិបាននៃសញ្ជាតិគេផ្ដល់ឲ្យបានក៏គេមានសិទ្ធិដកទៅវិញបានដែរក៏ប៉ុន្តែការដកសញ្ជាតិនេះវាគួរតែឆ្លងកាត់តាមនីតិវិធីត្រឹមត្រូវអីតាមប្រព័ន្ធតុលាការប្រព័ន្ធជំនុំជម្រះទោសខុសអីពីបទអីអញ្ចឹងដែរឬក៏អាជ្ញាធរអាចនឹងកំណត់ថាចង់ដកសញ្ជាតិអ្នកណាដកឲ្យដូចស្ពីអញ្ចឹងទៅឬក៏យ៉ាងម៉េចខ្ញុំមិនដឹងដែរព្រោះនីតិវិធីបើរឿងដកសញ្ជាតិនេះវារៀងស្មុគស្មាញដែរព្រោះអីវាមានច្បាប់ការពារថែរក្សាខ្លាចរដ្ឋាភិបាលនឹងចេះតែធ្វើអីតាមតែអំពើចិត្តទៅធ្វើឲ្យអាការដកសញ្ជាតិហ្នឹងវាដូចដកស្ពៃដែរណាខ្ញុំនិយាយនេះអត់មានការពារលោកចិនស៊ីមិនឲ្យគេដកសញ្ជាតិគាត់ឬក៏យ៉ាងណាទេព្រោះអីអានេះជាសមត្ថកិច្ចរបស់រដ្ឋាភិបាលកម្ពុជាគ្រាន់តែថាយើងមានវិមតិសង្ស័យមួយថាតើគាត់ខុសអីឲ្យប្រកាសយើងដឹងថាសហរដ្ឋអាមេរិកចោទប្រកាន់គាត់ពីបទនេះបទនោះក៏ប៉ុន្តែរឿងមួយដែលគួរឲ្យចាប់អារម្មណ៍គឺរដ្ឋាភិបាលអាមេរិកចោទប្រកាន់លោកចិនស៊ីពីបទល្មើសច្រើនណាស់ប៉ុន្តែអត់ទាន់បានកាត់ទោសលោកចិនស៊ីឲ្យជាប់គុកឬក៏ត្រូវទទួលទោសចំពោះបទល្មើសគាត់នៅឡើយទេបាទរឿងនេះគឺជាអង្គហេតុពិតមួយដូច្នេះព័ត៌មានតកតងនឹងការផ្ដន់ទាទោសលោកចិនស៊ីឲ្យទទួលទោសអីហ្នឹងគឺខ្ញុំរកមិនទាន់ឃើញទេបាទនិយាយទៅគឺគ្មានតុលាការណាមួយនៅសហរដ្ឋអាមេរិកបានផ្ដន់ទាទោសលោកចិនស៊ីឲ្យទទួលទោសពីបទចោទប្រកាន់នៅឡើយទេគ្រាន់តែថាមានដីកាចោទប្រកាន់ហើយសហរដ្ឋអាមេរិកកំពុងតែរងចាំសហការជាមួយនឹងរដ្ឋាភិបាលក្រៅប្រទេសជាពិសេសរដ្ឋាភិបាលកម្ពុជាដើម្បីចាត់ការលោកចិនស៊ីតែប៉ុណ្្នឹងឯងដើម្បីនាំខ្លួនយកមកជំនុំជម្រះទោសនៅមុខតុលាការអាមេរិកឬក៏នៅក្នុងប្រព័ន្ធតុលាការណាមួយទៅតាមការចោទប្រកាន់ដែលអាមេរិកបានកំណត់រួចទៅហើយតែជាទម្លាប់នៅពេលដែលអាមេរិកចោទប្រកាន់ជនណាម្នាក់នៅក្នុងដែនសមត្ថកិច្ចរបស់អាមេរិកបែបនេះជននោះគប្បីធ្វើបត្យាប័នហើយត្រូវយកមកកាត់ទោសនៅដែនសមត្ថកិច្ចរបស់អាមេរិកដូចលោក Maduro អញ្ចឹងនៅពេលដែលរដ្ឋាភិបាលតុលាការអាមេរិកនៅបូរីញូវយ៉កចោទប្រកាន់គាត់ពីបទជួញដូរគ្រឿងញៀនដែលប៉ះពាល់ដល់ការនាំក្រិតកម្មគ្រឿងញៀនដែលនាំមកសហរដ្ឋអាមេរិកអីចឹងគឺទៅចាប់លោក Maduro យកមកកាត់ទោសនៅសហរដ្ឋអាមេរិកនៅក្នុងដែនសមត្ថកិច្ចរបស់តុលាការអាមេរិកនេះឯងអញ្ចឹងរឿងលោកចិនស៊ីក៏មិនខុសគ្នាដែរបើថាលោកចិនស៊ីមានសញ្ជាតិកម្ពុជាសញ្ជាតិខ្មែរក៏ដោយក៏ប៉ុន្តែក្នុងរយៈពេលណាមួយបើមានកិច្ចសហប្រតិការត្រឹមត្រូវជាមួយអាជ្ញាធរខ្មែរគឺជៀសមិនផុតពីអាជ្ញាធរកម្ពុជាត្រូវបញ្ជូនខ្លួនលោកចិនស៊ីមកឲ្យអាមេរិកចាត់ការឬក៏អាមេរិកចាត់ការដោយផ្ទាល់តែម្ដងដូច្នេះព្រឹត្តិការណ៍នេះវាហាក់បីដូចជាមិនមែនជារឿងគាប់ជួនទេប៉ុន្តែវាកើតឡើងនៅស្របពេលដែលលោក Maduro ត្រូវបានអាមេរិកក៏បួចយកមកកាត់ទោសនៅទឹកដីអាមេរិកជាមេដឹកនាំប្រចាំប្រទេសមួយឆ្លងតាមរយៈការបោះឆ្នោតផងដែលប្រជាពលរដ្ឋបោះឆ្នោតបើទោះបីប្រព័ន្ធបោះឆ្នោតនឹងវាមិនស្អាតស្អំអាមេរិកមិនទទួលស្គាល់រដ្ឋាភិបាលនឹងក៏ដោយតែគេនៅតែអាចចាប់មេដឹកនាំវេណេស៊ុយអេឡាយកមកកាត់ទោសនៅសហរដ្ឋអាមេរិកបានចុះទម្រាំត្រឹមលោកចិនស៊ីត្រឹមជាអ្នកជំនួញម្នាក់តើអាមេរិកធ្វើមិនបានឬក៏យ៉ាងដូចម្ដេចដូច្នេះរឿងនេះវាកើតឡើងភ្លាមនៅពេលដែលមានរឿងការចាប់លោក Maduro មកស្រាប់តែលោកចិនស៊ីក៏ត្រូវបានចាប់ខ្លួនហើយបញ្ជូនទៅចិនមិនបញ្ជូនមកអាមេរិកទេតែបញ្ជូនទៅចិនទៅវិញចិនអត់ទាន់បានចោទប្រកាន់លោកចិនស៊ីពីបទល្មើសអីមួយសោះកម្ពុជាបញ្ជូនចិនស៊ីទៅចិនតែមិនបញ្ជូនទៅអាមេរិកនេះក៏មានចម្ងល់ច្រើនដែរហេតុអីបានជាដូច្នេះខ្ញុំបានបញ្យល់ប្រាប់បងប្អូនហើយថានេះគឺជារឿងនយោបាយលីឡំច្រើនដែរក៏ប៉ុន្តែគឺជាការបោះបាល់មួយរបស់របស់កម្ពុជាដើម្បីឲ្យស្រាលខ្លួនបន្តិចព្រោះធ្ងន់ណាស់ទុកលោកចិនស៊ីនេះគឺជាការទុកជារឿងអំពុលទុកមួយដ៏មហិមាដែលកម្ពុជាអត់អាចទប់ទល់បានទេទី1គឺទប់ទល់ជាមួយសហរដ្ឋអាមេរិកដែលខ្លួនកំពុងតែអោបជើងដើម្បីឲ្យជួយដោះស្រាយចំនួនព្រំដែនខ្មែរថៃផងកំពុងតែសរសើរកំពុងតែចង់ស្អំចិត្តអាមេរិក
ផ្សារភ្ជាប់ទំនាក់ទំនងល្អហើយនៅពេលដែលទុក Gen Z នៅក្នុងប្រទេសកម្ពុជាមិនបកគលឲ្យអាមេរិកវាពិបាកដែរប៉ុន្តែបើបកគលឲ្យចិនក៏នៅតែមានបញ្ហាជាមួយអាមេរិកដែរតែហេតុអីបានជាបកគលឲ្យចិនទៅវិញតែកម្ពុជាអាចនឹងយកហេតុផលមួយថា Gen Z មានសញ្ជាតិជាជនជាតិចិនសំចុះ Gen Z កើតនៅប្រទេសចិនដូច្នេះតាំងពីកើតរហូតមកដល់គាត់លាសញ្ជាតិហ្នឹងក៏នៅតែមានអត្តសញ្ញាណជាចិនឈាមជ័រជាចិនអញ្ចឹងបើសមស្របបំផុតទោះជាគាត់លាលែងសញ្ជាតិចិនបើបញ្ជូនទៅចិនដូចសមស្របជាងតាមពិតអត់សញ្ជាតិចិនហ្នឹងគាត់មានសញ្ជាតិអង់គ្លេសដែរសុំបានសញ្ជាតិអង់គ្លេសនិងសញ្ជាតិមួយទៀតនៅកោះផ្សេងទៀតនោះប៉ុន្តែយ៉ាងណាដូចខ្ញុំនិយាយចឹងរឿងនេះជារឿងនយោបាយច្រើនជាងរឿងបច្ចេកទេសព្រោះបើរឿងបច្ចេកទេសកម្ពុជាអត់មានបញ្ហាអ្វីទាំងអស់នៅក្នុងការកាត់ក្តីកាត់ទោសលោក Gen Z ក្នុងដែនសមត្ថកិច្ចតុលាការកម្ពុជាព្រោះយើងមានតុលាការដែលអះអាងថាឯករាជ្យអព្យាក្រឹតអធិបតេយ្យបូរណភាពរបស់យើងហេតុអីបានយើងកាត់ទោសជនជាតិយើងអត់បានហេតុអីបានតុលាការកម្ពុជាគ្មានសមត្ថភាពកាត់ទោសលោក Gen Z បើគាត់ជាប្រជាពលរដ្ឋខ្មែរហេតុអីបានចាំបាច់ទៅបញ្ជូនទៅឲ្យចិនកាត់ទោសនៅពេលដែលគាត់បាត់សញ្ជាតិចិនបាត់ទៅហើយដូច្នេះរឿងនេះគឺជារឿងនយោបាយច្រើនជាងរឿងបច្ចេកទេសហើយម្ដងទៀតរឿងនយោបាយនេះគឺកម្ពុជាស្រាលខ្លួនបន្តិចហើយក៏ប៉ុន្តែសួរថាស្រាលខ្លួនប៉ុណ្ណាយើងមើលបន្តទៅទៀតអ្នកណាខ្លះពាក់ព័ន្ធជាមួយនឹងលោក Gen Z មនុស្សម្នាក់ជាជនជាតិចិនបលះលះបង់សញ្ជាតិចិនមករស់ស៊ីនៅស្រុកខ្មែរធ្វើឲ្យផ្អើលក៏ក្រៅពិភពលោកតែគាត់ធ្វើមិនឯងបានមែនវាមិនមែនទេបើមិនមានអង្គការចាត់តាំងមិនមានអាជ្ញាធរជួយគ្រប់គ្រងជ្រោមជ្រែងក៏មានការលំបាកដែរឥឡូវរឿងមួយដែលអ្នកវិភាគនៅអន្តរជាតិនៅសាកលវិទ្យាល័យ Georgia ដែលលើកឡើងនេះគឺគាត់និយាយអំពីរឿងមួយដែលកម្ពុជាអាចព្រួយបារម្ភមិនមែនតែរឿងដោយករណីលោក Maduro ទេគឺវាមានការពាក់ព័ន្ធគ្នានឹងប្រទេសគុយបាដែរព្រោះលោក Gen Z នេះគឺមានរបររ៉ូស៊ីធំមួយដែរតើតើនឹងការជួញដូរស៊ីហ្គាឬក៏ថារ៉ូស៊ីស៊ីហ្គាដែលនាំពីគុយបាមកលក់នៅលើទីផ្សារខាងក្រៅហ្នឹងដែលក្រុមហ៊ុនលោក Gen Z ហ្នឹងគឺមានភាគហ៊ុនឬក៏ជាម្ចាស់កម្មសិទ្ធិរាប់សិបលានដុល្លារនៅក្នុងការនាំស៊ីហ្គាហ្នឹងមកហើយប្រទេសគុយបានេះគឺអាមេរិកក៏កំពុងតែសង្គ្រឹះថ្មិញនៅក្នុងការដែលចាត់ការឲ្យដូច Maduro និយាយទៅលោកត្រាំបានប្រមានរួចហើយថាចាត់ការបន្ទាប់គឺប្រទេសកូឡុំប៊ីហើយប្រទេសគុយបានេះក៏ស្ថិតនៅក្នុងរ៉ាដារបស់អាមេរិកដែរដែលតាក់ទងនឹងបញ្ហាជួញដូរគ្រឿងញៀនបញ្ហាអ្វីដែលអាមេរិកមិនពេញចិត្តអីចឹងទៅហើយលោករដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកលោក Marco Rubio គឺជាជនជាតិគុយបាពីកំណើតគាត់កើតមកជាគុយបាទេប៉ុន្តែពេលដែលមករស់នៅអាមេរិកទៅក៏បានសញ្ជាតិអាមេរិកដូច្នេះគាត់មានឈាមជ័រជាគុយបាប៉ុន្តែគាត់ជារដ្ឋមន្ត្រីក្រសួងការបរទេសយើងសួរថាគាត់ជាជនជាតិគុយបាមានអីតាក់ទងនឹងស៊ីហ្គាពីគុយបាវាតាក់ទងនឹងគោលនយោបាយរបស់អាមេរិកក្នុងការកម្ចាត់ក្រុមអក្រិតជនឆ្លងដែនដែលប៉ះពាល់ដល់អាមេរិកដូច្នេះនៅពេលដែលអាមេរិកកំពុងចាត់ការលោក Maduro អាមេរិកកំពុងតែចាត់ការមេដឹកនាំផ្សេងទៀតហើយគម្រាមដល់ប្រទេសគុយបាផងហើយទំនាក់ទំនងរបស់លោក Gen Z ដែលត្រូវបានអាមេរិកចោទប្រកាន់ពីច្រើនបទល្មើសរួមទាំងបទល្មើសឆបោកនិងជួញដូរផ្សេងផងហ្នឹងដូច្នេះវាចូលទៅក្នុងក្រុមហ៊ុននៃប្រតិបត្តិការដែលរស់ស៊ីជាមួយប្រទេសគុយបាដែរហើយបើអាមេរិកមិនមានលេសអីនៅក្នុងការចាប់តាក់ទងនឹងរឿងស្អីផ្សេងក៏យកតែហេតុផលរឿងចំនួនជួញដូររឿងស៊ីហ្គានៅគុយបារបស់ក្រុមហ៊ុន Gen Z នេះក៏អាចទៅកបួចលោក Gen Z ពីប្រទេសកម្ពុជាបានដោយងាយដែរអាហ្នឹងគឺករណីកាន់តែងាយផុយស្រួយដែលអាមេរិកអាចអន្តរាគមន៍ទៅចាប់អ្នកនោះនៅស្រុកខ្មែរហើយកម្ពុជាអត់អាចប្រកែកអីបានទេអត់អាចតតាំងអីជាមួយនឹងអាមេរិកបានទេបើសិនជាអាមេរិកចង់ធ្វើព្រោះអីឥទ្ធិពលរបស់អាមេរិកហ្នឹងវាខ្លាំងផងហើយណាមួយយើងកំពុងតែត្រូវការសហការជាមួយអាមេរិកទៀតដូច្នេះដើម្បីកុំឲ្យតបើទ្រូងខ្លាំងចំណុចប្រការអស់នេះក៏អាចជាការបោះបាល់ទៅឲ្យចិនឲ្យអស់ទៅបើសិនជាដោះស្រាយជាមួយចិនវាធូរទ្រូងទៀតព្រោះខ្មែរមានរឿងច្រើនណាស់ដែលដោះស្រាយមិនអស់ដូច្នេះសរុបសេចក្តីមកគឺរឿងនេះមិនមែនជារឿងគប់ជួនទេគឺជារឿងកម្ពុជាយករួចខ្លួនមួយគ្រាសិនប៉ុន្តែការរួចខ្លួននេះគឺដូចខ្ញុំបានជម្រាបជូនបងប្អូនចឹងថាជាជំងឺមហារីកដំណាក់កាលទី4នៅពេលដែលកាត់ដៃមកជាហៀងចេញទៅដូចជាយកលោក Gen Z ឲ្យឆ្ងាយពីខ្លួនទៅដើម្បីលាងខ្លួនឲ្យស្អាតសួរថាតើរាងកាយរបស់យើងដែលមានជំងឺមហារីករិតរួតនេះនឹងជាសះស្បើយឬក៏យ៉ាងណា
អាហ្នឹងអាស្រ័យទៅលើយើងមើលទៅទៀតថាតើហេដ្ឋារចនាសម្ព័ន្ធនៃការដឹកនាំរដ្ឋអ្នកដែលពាក់ព័ន្ធអ្នកណាដែលជួយជ្រោមជ្រែងឲ្យលោកចិនស៊ីអាចបើកមជ្ឈមណ្ឌលឆបោកអនឡាញនៅក្នុងប្រទេសកម្ពុជាបានយ៉ាងក៏ក្រាក់ពេញផ្ទៃប្រទេសនេះបើមិនមានការជួយជ្រោមជ្រែងឬក៏បិទភ្នែកឬក៏ខ្នងបង្អែកពីអាជ្ញាធរនៅក្នុងមូលដ្ឋានប្រទេសកម្ពុជាកម្រិតកំពូលទេខ្ញុំជឿថាគ្មានតែធ្វើស្អីកើតទេព្រោះអីយើងដឹងហើយនៅស្រុកណាក៏ដោយនៅពេលដែលគ្មានការជួយជ្រោមជ្រែងពីអង្គការចាត់តាំងរបស់រដ្ឋដូចនៅវេណេស៊ុយអេឡាបើគុំតែលោក Maduro ជួយជ្រោមជ្រែងការជួញដូរគ្រឿងញៀនដែលមានអង្គការចាត់តាំងធំមួយដឹកនាំចាត់តាំងដោយរដ្ឋណាម្លេះសំការជួញដូរគ្រឿងញៀនអីហ្នឹងវាមិនមែនក៏ក្រើករហូតដល់ទៅទប់មិនបានទេហើយដល់តែពេលដកកបួចលោក Maduro ចឹងប្រព័ន្ធហ្នឹងវានឹងរលាយទៅដោយស្វ័យប្រវត្តិព្រោះយើងដកបំពង់អុកស៊ីហ្សែនចេញពីអ្នកទាំងអស់នោះគឺធ្វើឲ្យខ្សោះខ្យល់ទាំងអស់គ្នាអានេះក៏ដូចគ្នាដែរឥឡូវនេះដកលោក Gen Z ទៅប៉ុន្តែមិនមែនជាបំពង់អុកស៊ីហ្សែនទេលោក Gen Z នេះនៅតែមានខ្យល់នៅតែមានទយោនៅតែមានដង្ហើមនៅតែមានរឿងអីច្រើនទៀតដូច្នេះចំណាត់ការនេះបើទោះបីជាកម្ពុជាបោះបាល់នេះទៅចិនក៏ដោយយើងចាំមើលថាតើចិននឹងដោះស្រាយយ៉ាងម៉េចដើម្បីសម្អាតខ្លួនចិនដែរបងប្អូនត្រូវចាំថាមុខមាត់ចិននេះគឺបាក់នៅលើឆាកអន្តរជាតិយ៉ាងដំណំព្រោះអីឲ្យតែលឺថាឆបោកឲ្យតែលឺអក្រិតកម្មឲ្យតែលឺថាធ្វើអំពើអក្រិតហ្នឹងគឺឈ្មោះចិនហ្នឹងគឺសឹងតែឡើងទៅគេហៅនៅដើមគេតែម្ដងគឺនៅជួលលើគេនៅតារាងវាអកុសលដែរដោយសារតែមុខមាត់ឈ្មោះរបស់ជនជាតិចិនហ្នឹងវាប៉ះពាល់ដល់រឿងអក្រិតជននៅឯណាក៏ឈ្មោះឮតែមានជនជាតិចិនហ្នឹងដែរឥឡូវនេះការដែលយើងអោបកសោបចិនកន្លងមកយើងបានទទួលនឹងពីងប្រហុកហើយនឹងក្អែបនឹងមេរងហ្នឹងមកទាំងបាវទាំងករុងពេញប្រទេសកម្ពុជាដែរយើងឃើញទេយើងអោបកសោបចិននៅក្នុងន័យថាយើងជួយដើម្បីអភិវឌ្ឍអីវាច្រើនរឿងហើយក៏ប៉ុន្តែវាដោយមកទាំងមេរោគដោយមកទាំងសម្រាមដោយមកទាំងលាមកទាំងស្អីសពបែបយ៉ាងហើយដល់តែពេលចិនគេចាត់ការយើងនៅសល់សកានឹងចឹងយើងជាជនរងគ្រោះដោយសារតែការអោបកសោបនឹងដែរប៉ុន្តែឥឡូវនេះដល់ពេលដែលយើងសម្អាតខ្លួនវិញហើយតើយើងសម្អាតបានដូចម្ដេចសំណួរសួរថាសម្អាតខ្លួនដូចម្ដេចការដែលសម្អាតខ្លួនអត់អាចនឹងបោះបាល់នឹងផុតទៅចិនហើយយើងរួចខ្លួនទេចាំមើលដល់ពេលដែលចិនបញ្ចេញបញ្ជីឈ្មោះប្រមាណទៀតអ្នកដែលជាប់ពាក់ព័ន្ធតើអាជ្ញាធរកម្ពុជាអាចចាត់ការអ្នកទាំងនោះដែរឬទេអានេះគឺជាវិញ្ញាសាមួយដ៏លំបាកថែមទៀតសម្រាប់កម្ពុជាចុះឥឡូវតើកម្ពុជាអាចបង្ហាញប្រាប់ពិភពលោកថាខ្លួនអាចដោះស្រាយបញ្ហាហ្នឹងនៅក្នុងស្រុកបានមានប្រសិទ្ធភាពដែរឬទេប្រព័ន្ធតុលាការយើងអាចនឹងកម្ចាត់ជនល្មើសអក្រិតជនឆបោកអនឡាញហ្នឹងបានមានប្រសិទ្ធភាពដែរឬទេបើត្រីផ្ទក់មួយត្រឹមកម្រិតលោកចិនស៊ីយើងដោះស្រាយអត់បានយើងសុកចិត្តរុញទៅឲ្យចិនហើយហ្នឹងអញ្ចឹងបានន័យថាយើងប្រាប់គេថាយើងអត់អាចកាត់ក្តីដោះស្រាយបញ្ហាហ្នឹងរួចទេព្រោះវារឿងធំពេកចុះតើរឿងដតីទៀតតើយើងដោះស្រាយយ៉ាងម៉េចទៅយើងច្បាល់ឲ្យគ្រប់កិច្ចហើយធ្វើឲ្យប្រព័ន្ធតុលាការប្រព័ន្ធយុតិធធម៌របស់យើងនៅក្នុងមន្ទិលទៀតយ៉ាងម៉េចខ្ញុំជឿថារឿងដែលកម្ពុជាធ្វើវាជាកំបិតចិត្តដងឯងដែររួចខ្លួនបោះបាល់ទៅចិនប៉ុន្តែទម្ងន់បន្ទុកធ្លាក់ខ្លួនខ្លាំងគឺនៅពេលដែលយើងទាត់ចោលប្រព័ន្ធដឹកនាំរដ្ឋដែលមិនអាចមានតុលាការមួយដែលគួរឲ្យទុកចិត្តឬក៏ប្រព័ន្ធដោះស្រាយស៊ើបអង្កេតរឿងនេះឲ្យទុកចិត្តដើម្បីធ្វើរឿងនឹងខ្លួនឯងកុំឲ្យមានបញ្ហាខ្លាចគេមិនជឿហើយតែបើគេមិនជឿរឿងលោកចិនស៊ីចោះរឿងផ្សេងទៀតអ្នកណាគេជឿអានេះគឺជាវិញ្ញាសាលំបាកសម្រាប់ប្រទេសកម្ពុជាដែរហើយខ្ញុំមិនជឿថាកម្ពុជាមានជំរឿនអីផ្សេងក្រៅពីហ្នឹងមកទេព្រោះមិនបញ្ជូនលោកចិនស៊ីទៅក្រៅក៏ស្លាប់បញ្ជូនក៏ស្លាប់ប៉ុន្តែស្លាប់នៅក្នុងន័យថារួចខ្លួនមកគ្រាកុំឲ្យធ្ងន់ពេកដោះស្រាយនៅក្នុងផ្ទៃក្នុងគឺតាមរយៈការធ្វើដូចភ្លៀងរលឹមបន្តិចបន្តួចចឹងទៅចេះចាប់ចេះបញ្ជូនចាប់បញ្ជូនអីចឹងទៅប៉ុន្តែសួរថាតើប្រព័ន្ធយើងនឹងស្អាតស្អំយ៉ាងណាអត់មានទេតោះតែកែតម្រង់របៀបដឹកនាំរដ្ឋនឹងឲ្យស៊ីជម្រៅហើយការកែតម្រង់ប្រព័ន្ធដឹកនាំរដ្ឋឲ្យស៊ីជម្រៅត្រូវយកអ្វីដែលជាករណីលោកចិនស៊ីទុជាមេរៀនដ៏ជូរចត់បំផុតយកមកធ្វើហើយវាសមដោយថាវាគប់ជួនជាមួយនឹងរឿងឈ្លានពានរបស់ថៃផងគឺជាឱកាសនៅក្នុងការពង្រឹងរបៀបដឹកនាំរដ្ឋឡើងវិញហើយត្រូវបត់180ដឺក្រេបត់នេះគឺដើម្បីធ្វើយ៉ាងម៉េចគឺត្រូវតែបង្កើនឲ្យមានតម្លានៅក្នុងប្រព័ន្ធដឹកនាំរដ្ឋជាពិសេសគឺការកម្ចាត់អំពើពុករលួយពីលើដល់ក្រោមរៀបចំហេដ្ឋារចនាសម្ព័ន្ធស្ថាប័នគ្រប់គ្រងរដ្ឋនឹងឲ្យមានតម្លាឲ្យមានសុក្រិតឲ្យមានប្រព័ន្ធយុតិធធត្រឹមត្រូវហើយធ្វើដូច្នេះបានគឺអត់អាចធ្វើបានដោយគណៈបកកណ្ដាលអំណាចម្នាក់ឯងទេ
ព្រោះគណៈបកកណ្ដាលអំណាចជិះសេះលែងដៃម្នាក់ឯងគ្មានកញ្ចក់ឆ្លោះដើម្បីឲ្យប្រព័ន្ធនេះមានសុក្រិតទេព្រោះយើងទៅកាត់សាច់ខ្លួនឯងមិនឧទាហរណ៍បើសិនជាបងប្អូនក្រុមគ្រួសារនៅក្នុងក្រសួងមន្ទីរដែលសុំកលុំខុបខិតគ្នាដើម្បីឲ្យពួកឈ្មួញជួញដូរនឹងបង្កើតមជ្ឈមណ្ឌលនេះចេះតែអនុគ្រោះរហូតហើយទៅយកកាត់ទោសនេះកាត់ទោសណាសិតតែបងប្អូនក្រុមគ្រួសារឯងនឹងកាត់ទោសយ៉ាងម៉េចដូច្នេះវាតលតែមានរចនាសម្ព័ន្ធមួយដែលមានក្រុមចម្រុះមានគណៈបកប្រឆាំងមានអង្គការសង្គមស៊ីវិលឯករាជ្យមានអ្នកផ្សព្វផ្សាយព័ត៌មានដែលមិនមានគេធ្វើទុកបុកម្នេញមានប្រព័ន្ធការពារសាកសីប្រព័ន្ធផ្ដាល់សិទ្ធិជ្រកកោននយោបាយការពារអ្នកណារាយការណ៍អីកុំឲ្យគេចាប់ធ្វើទុកបុកម្នេញហើយនៅមានប្រព័ន្ធគេហៅអ្នកផ្លុំកញ្ចែអង្គភាពប្រយុទ្ធប្រឆាំងអំពើពុករលួយនឹងត្រូវពង្រឹងសមត្ថភាពបង្កើនឡើងថែមទៀតឲ្យមានភាពឯករាជ្យជាងបច្ចុប្បន្ននឹងឲ្យច្រើនលើសនឹង100ដងទៀតបានអាចនឹងទប់ទល់ស្ថានភាពទាំងអស់នេះអញ្ចឹងសរុបសេចក្តីមកអ្វីដែលអាចដោះស្រាយបញ្ហានៅផ្ទៃក្នុងរបស់យើងបានទាំងដើម្បីឲ្យយើងមានភាពខ្លាំងក្លាមាំមួនដើម្បីទប់ជាមួយថៃផងគឺការស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យរបស់យើងឡើងវិញដើម្បីឲ្យប្រព័ន្ធដឹកនាំរបស់រដ្ឋរបស់យើងនឹងគឺមានការចូលរួមទុកចិត្តគ្រប់ស្ថាប័នហើយអាការទុកចិត្តនេះឯងដែលធ្វើឲ្យប្រជាពលរដ្ឋអាចរីកាបានរីកាអំពីបទល្មើសចូលរួមនៅក្នុងការវែកមុខជនល្មើសមិនមែនម៉ាយកតែសងរាយការស្រែកកោកសឹកមាត់តដោកឆ្អែតតពោះកបីស្រែកចុះឡើងសុំកលុំគ្នាស្ងាត់បាត់ជើងបាត់ល្មើសនៅដដែលយើងមើលតែករណីរឿងស្រែកកោកសឹកមាត់តដោកឆ្អែតតពោះកបីរឿងមេ PM នៅខេត្តកញ្ចេះទៅបានហើយគឺនាំគ្នាវាយពេញ Facebook ចឹងទៅដល់តែពេលហើយត្រូវរើគ្នាទៅបាត់ល្មើសនឹងអស់មិនដឹងទៅណាស្ងាត់រឿងស្អីផ្សេងទៅយើងភ្លេចរឿងនឹងអស់យើងអាចដោះស្រាយបញ្ហាបែបអញ្ចឹងទេបែបនេះគឺជាការដោះស្រាយបញ្ហាបែបយកបងរំរបួសទៅបិទលើជំងឺដែលរលួយស៊ីរូងផ្ទៃក្នុងហើយយើងអត់លេបថ្នាំផ្សះចាក់ថ្នាំផ្សះព្យាបាលយើងចេះតែបិទឲ្យតែល្អមើលទៅថាជំងឺជាតាមពិតក្នុងខ្លួនហ្នឹងគឺរលួយអស់ហើយដូច្នេះមានតែការធ្វើបែបនេះទេហើយអត់មានរឿងនេះគឺអត់មានជាបដិវត្តពណ៌រឿងអីទេគំនិតនេះគឺចង់និយាយថាបើប្រព័ន្ធដឹកនាំរដ្ឋយើងមានការចូលរួមមានប្រព័ន្ធផ្ទៀងផ្ទាត់អំណាចដោយគណៈបកប្រឆាំងឬក៏មានលបាយអង្គការសង្គមស៊ីវិលឬក៏យុវជនក្លាហានហ៊ាននិយាយគ្មានការធ្វើទុកបុកម្នេញទៅហើយវាគ្មានអក្រិតជនណាដែលអាចនៅជ្រកក្រោមកហែងណាបានទេព្រោះបុគ្គលម្នាក់ជាបុគ្គលរាយការណ៍នៅសហរដ្ឋអាមេរិកនេះណាប្រព័ន្ធដឹកនាំរដ្ឋគេគឺយើងម្នាក់ដែលមានសញ្ជាតិអាមេរិកហ្នឹងគឺជាបុគ្គលរាយការណ៍ហេតុអីបានជាបុគ្គលរាយការណ៍ច្បាប់កំណត់ថាយើងត្រូវតែរាយការណ៍អំពីបទល្មើសដែលយើងឃើញព្រោះការមិនរាយការណ៍បទល្មើសគឺយើងចូលដៃសុំកលុំជាមួយនឹងរឿងការប្រព្រឹត្តបទល្មើសអញ្ចឹងហើយបានជាបទល្មើសច្រើនណាស់ដែលមិនអាចនឹងអក្រិតជនមិនអាចនឹងជ្រកកោននៅក្នុងស្ថានភាពបានឧទាហរណ៍ឲ្យរឿងខ្លីមួយហេតុអីបានជាប្រជាពលរដ្ឋខ្លាចជាអ្នករាយការណ៍ឲ្យមានប្រសិទ្ធភាពបើមានបទល្មើសឧទាហរណ៍នៅក្បែរផ្ទះយើងឮសំឡេងម្ដាយវាយកូននៅជាប់ផ្ទះយើងហ្នឹងយើងឮវាយកូនរាល់ថ្ងៃធ្វើទុកបុកម្នេញកូនស្រែកយំទៅហូររាល់ថ្ងៃយើងអត់ដឹងថាគេធ្វើអីតែយើងដឹងឮសំឡេងវាយកូនដូច្នេះយើងមិនមែនក្នុងភារកិច្ចសិលធម៌ជាម៉ែឪនឹងគេដឹងថាគេធ្វើបាបកូនគឺយើងមានភារកិច្ចជាបុគ្គលរាយការណ៍ដោយសារអីយើងចង់ឲ្យមានប្រព័ន្ធយុត្តិធម៌ដោះស្រាយបញ្ហានៅផ្ទះហ្នឹងតើគេកូនហ្នឹងយ៉ាងម៉េចទៅគ្រួសារហ្នឹងយ៉ាងម៉េចទៅគេធ្វើបាបយ៉ាងម៉េចដូច្នេះរឿងដែលត្រូវធ្វើគឺធ្វើអីគឺទូរស័ព្ទទៅប៉ូលីសនៅពេលដែលឮសំឡេងហ្នឹងគឺយើងទូរស័ព្ទទៅប៉ូលីសអត់មានអ្នកណាដឹងថាយើងទូរស័ព្ទទេគឺយើងគ្រាន់តែប្រាប់ប៉ូលីសទៅថាផ្ទះជិតខាងខ្ញុំឮសូរសំឡេងក្មេងស្រែកយំដូចជាមានទុកអីមួយយ៉ាងប្រហែលជាត្រូវការឲ្យជួយឲ្យសុំឲ្យចូលមកមើលអញ្ចឹងប៉ូលីសមកមើលតែពេលគេស៊ើបអង្កេតទៅគឺគេនឹងចាប់ម្ដាយហ្នឹងយកទៅដាក់ទោសដាក់ទណ្ឌទៅអំពើហ្នឹងឡើងកើតឡើងអញ្ចឹងដែលយើងជាបុគ្គលរាយការណ៍ឃើញយើងធ្វើបុណ្យណាជាអំពើល្អរបស់យើងគឺមិនមែនចង់ឲ្យអ្នកចិត្តខាងយើងជាប់គុកទេប៉ុន្តែចង់ជួយរកយុត្តិធម៌ដើម្បីកុំឲ្យអំពើល្មើសហ្នឹងវាកើតឡើងតែអញ្ចឹងកូនហ្នឹងក៏លែងត្រូវបានធ្វើទរណកម្មម្ដាយហ្នឹងក៏រៀងចាលព្រោះអីមានគេចាំរាយការណ៍ហើយអត់អាចធ្វើអំពើហ្នឹងបានទេយើងដើរតាមផ្លូវអីតិចទៅផ្ទះកាភ្លៀងកូនអីនៅមុខគេនៅនេះអូចប់ហើយគេហៅបើមិនគេហៅគេច្រានយើងដួលចងាប់ចងល់នោះហេតុអីបានមកវាយកូនក្មេងអញ្ចឹងណែឯងមានសិទ្ធអីកូនណែឯងក៏ដោយអត់មានសិទ្ធវាយដំត្រាំធ្លាក់អីចឹងទេណែឯងចិត្តទៅអញ្ចឹងបើអញ្ចឹងគេហៅប៉ូលីសឲ្យមកចាប់ក្រៀកទៅបាត់រឿងផ្សេងទៀតដូចទីហោការជួញដូរគ្រឿងញៀនយើងនៅផ្ទះអញ្ចឹងទៅយើងឃើញក្មេងៗមកជុំគ្នាច្រើនអាចនឹងមកជក់គ្រឿងញៀនអីយើងអត់ដឹងប៉ុន្តែជុំគ្នាជាមនុស្សចម្លែកនៅក្នុងភូមិយើងដឹងភ្លាមយើងទៅហៅប៉ូលីសភ្លាម
យើងមិនមែនមកចង់ធ្វើទុកបុកម្នេញឲ្យចាប់ក្មេងទាំងអស់នោះទេប៉ុន្តែប្រាប់ថានៅណាក៏មានភ្នែកមានច្រមុះគេមើលដែរមិនមែនឯងធ្វើអីបានស្រាក់ចិត្តទេអញ្ចឹងប៉ូលីសមកទៅពួកគាត់រត់បាច់ជើបាត់ជើងសព្រាតទៅវាលែងមានអាការប្រមូលផ្ដុំគ្នាដើម្បីធ្វើនេះរឿងស្អីក៏ដោយដែលយើងដឹងគឺយើងរាយការណ៍ប៉ុន្តែកុំសុំកលុំគ្នាឲ្យជនល្មើសប្រព្រឹត្តបទអក្រិតបានដោយសារតែសំណោកសោកប៉ាន់ដោយសារតែការគំរាមកំហែងរឿងដែលសំខាន់បំផុតនៅស្រុកខ្មែរយើងអាចរាយការណ៍បានណាទី1យើងស៊ាំនឹងអំពើផ្ដេសផ្ដាស់អំពើពុករលួយដូចថាយើងដូចហូបបាយរាល់ថ្ងៃអញ្ចឹងវាដដែលធម្មតាវាដូចជារឿងសាំតែអញ្ចឹងគិតថាជារឿងសាំដូចអត់មានអីផងដូចមានរឿងអីត្រូវខ្វល់ទី2គឺរឿងការគម្រាមកំហែងដល់សុវត្ថិភាពផ្ទាល់ខ្លួនគេថាបើសុកចិត្តគេហៅដាំដើមកោដូចសម័យខ្មែរក្រហមអញ្ចឹងបងប្អូនដាំដើមកោគឺយើងសុកយើងនិយាយអីតាមស្រួលហ្នឹងគេយកយើងទៅស្លាប់ចោលបាត់ដូច្នេះអាចជំងឺបាក់ស្បាតហ្នឹងធ្វើឲ្យយើងខ្លាចគ្នាហើយដល់ពេលមេដឹកនាំរដ្ឋបានឱកាសហ្នឹងគឺបំបាក់ស្មារតីប្រជាពលរដ្ឋឲ្យខ្លាចគ្នាអញ្ចឹងគឺដោយសារការចាប់ចងញុះញង់បដិវត្តពណ៌ឧទាមបំផ្លាញសន្តិសុខសង្គមស្អីក៏ដោយឲ្យតែនិយាយទៅប្រជាពលរដ្ឋបាក់ស្បាតអត់ហ៊ានរាយការណ៍ព្រោះអីអត់មានអ្នកណាការពារប្រព័ន្ធការពារអត់មានយើងទៅធ្វើអីកើតក្រៅតែពីម៉ាយកទៅសងអាចជ័យធ្លាក់ទឹកតែស្កខ្ទេចខ្ទីអស់ដូចចឹងយើងខ្លាយទៅជាប្រជាពលរដ្ឋបាត់ការទទួលខុសត្រូវយើងមួយថ្ងៃបន់ស្រន់ឲ្យជាតិនេះជួយអីយើងបានតែយើងអត់បានប្រាប់ថាយើងជួយជាតិនេះបានអីផងជាភារកិច្ចជាប្រជាពលរដ្ឋទទួលខុសត្រូវអត់ដែរជួយជាតិអីបានទេព្រោះអីភ័យខ្លាចគេធ្វើបាបភ័យខ្លាចគេរាយការណ៍ទៅតតាំងអីជាមួយគេទៅគេចាប់ដាក់គុកឬក៏គេសម្លាប់ចោលឬក៏គេធ្វើទុកបុកម្នេញគំរាមកំហែងព្រោះប្រព័ន្ធហ្នឹងគេធ្វើអញ្ចឹងហ្មងអ្នកឯងចង់រករឿងគឺណែអត់បានសុខហើយដល់អញ្ចឹងទុកឲ្យគេប្រព្រឹត្តអំពើពីលីអាវ៉ាស័យនឹងបានស្រាច់ចិត្តអានេះគឺជាការដឹកនាំរដ្ឋទៅរកនរុអវជ័យទេបងប្អូនបើយើងអត់ព្រមកែបែបនេះគ្មានសេចក្តីសុខទេហើយខ្ញុំនិយាយនេះដើម្បីឲ្យយើងកែឲ្យល្អទេគឺយើងត្រូវលើកទឹកចិត្តឲ្យប្រជាពលរដ្ឋហ៊ាននិយាយហ៊ានថាឲ្យមានប្រព័ន្ធការពារហើយឲ្យវាមានគេហៅថាយុត្តិធម៌ផងបណ្ឌិតបញ្ញវន្តកវីអីហ្នឹងឲ្យជួយការពារគ្នាកុំអាចេះធ្លាក់ទឹកហើយអើស្កតែយកតែសងំសុករួចខ្លួនទាំងអស់វាទៅជាធ្លាក់ទឹកទាំងអស់ហើយដូច្នេះរឿងនេះវាមានច្រើនអញ្ចឹងបងប្អូនតែខ្ញុំជឿថាបើសិនជារដ្ឋាភិបាលកម្ពុជាពិតជាស្មោះសរចង់លុបបំបាត់អាការឆបោកអនឡាញហើយស្ដារកិត្តិយសសេចក្តីថ្លៃថ្នូរកម្ពុជាហើយឲ្យយើងមានមុខមាត់ណាបើកម្ពុជារដ្ឋាភិបាលសពថ្ងៃធ្វើបានណាព្រោះរដ្ឋាភិបាលប្រព្រឹត្តអំពើច្រើនណាស់ដែលកម្ពុជាប្រជាពលរដ្ឋថ្នាក់ខកចិត្តច្រើនណាជាពិសេសរឿងចំនួនព្រំដែនថៃហើយនឹងការឆបោកអនឡាញនេះគឺជារឿងពីរយ៉ាងដែលកម្ពុជាធ្វើបានមកកណក៏ដឹកប៉ុណ្ណាក៏ប្រជាពលរដ្ឋអាចអត់អោនបានណាវាដូចថាយើងធ្វើបានហើយអភិវឌ្ឍប្រទេសជាតិអរគុណ7មករាអរគុណស្អីសាមគ្គីអីអរគុណសន្តិភាពអីក៏ប៉ុន្តែចូលដល់ថៃវាយយក14ទីតាំងមកយើងអត់អាចតតាំងទៀមមកបានវិញហើយយើងតែអង្វរគេរហូតយើងតបយើងដកថយស្លាប់ទាហានយើងអស់មកកណយើងអត់មានកម្លាំងការពារជាតិខ្លួនឯងពីប្រចាំមិត្តគឺប្រជាពលរដ្ឋទោះជាគ្រប់គ្រងគណៈបកប្រជាជននិងរដ្ឋាភិបាលប៉ុណ្ណាក៏លេបអត់ចូលដែរខ្ញុំជឿថាបងប្អូនពេលខ្លះនឹងក្បត់មនសិការខ្លួនឯងនៅក្នុងការព្រមទទួលយកថានឹងជាជោគជ័យដែរវាអត់មានជោគជ័យអីទៅរួចទេបងប្អូនជាតិសាសន៍មួយដែលគេរំលោភបំពានចូលដែនអធិបតេយ្យឲ្យមកសម្លាប់ទាហានយើងប្រជាប្រដ្ឋយើងយ៉ាងខ្លោចផ្សាហើយយកដីយើងឲ្យពាត់លបងបលាលុះហើយយើងអត់អាចធ្វើអីគេបាននេះតើយើងមានអធិបតេយ្យមានជាតិខែងរែងឬក៏អស្ចារ្យកន្លែងណាទៅជោគជ័យកន្លែងណាហើយទទួលស្គាល់ការពិតថានេះគឺជាបរាជ័យមួយដ៏ធំប៉ុន្តែមិនមែនបានន័យថាបរាជ័យហើយយើងនាំគ្នាបោះបង់ចោលមិនតតាំងទេរដ្ឋាភិបាលវិញ្ញាសា2ដែលខ្ញុំនិយាយហ្នឹងគឺរឿងព្រំដែនហើយនឹងរឿងឆបោកអនឡាញនេះបើនៅរដ្ឋាភិបាលក្រៅប្រទេសដែលប្រជាពលរដ្ឋរឹងប៉ឹងរដ្ឋាភិបាលនេះប្រហែលជាលបូតពីកៅអី24ម៉ោងបាត់ហើយប៉ុន្តែយើងអាចនៅយូរបាននេះរដ្ឋាភិបាលអាចនៅយូរបានដោយសារការធ្វើឲ្យប្រជាពលរដ្ឋបាក់ស្មារតីទេគម្រាមកំហែងនឹងវាយូរពេកធ្វើឲ្យប្រជាពលរដ្ឋរស់នៅក្នុងដូចរបបខ្មែរក្រហមអញ្ចឹងចេះតែភ័យដូច្នេះអត់ហ៊ានក្រោកអត់ហ៊ានតតាំងអត់ហ៊ានអីទាំងអស់ចេះតែនៅស្ងៀមជាងស្ដីទៅពីជ័យខ្ចីជាងទំនេរមកប៉ុន្តែការជំងឺផ្លូវចិត្តណាជំងឺ stress ជំងឺបាក់ទឹកចិត្តដើរសួរប្រជាពលរដ្ឋខ្មែរទៅអ្នកណាមិនបាក់ទឹកចិត្តភ័យបារម្ភបាត់ដីគេមិនអាចយកអីមកបានហើយយើងខ្សោយទៅសួរទៅហើយយើងនិយាយឲ្យលើកទឹកចិត្តគាត់យ៉ាងម៉េចដើម្បីលើកទឹកចិត្តឲ្យប្រជាពលរដ្ឋកុំមានជំងឺបាក់ទឹកចិត្តគឺតើតែយើងលួងចិត្តគាត់តាមរយៈទង្វើដែលធ្វើឲ្យមានការកែប្រែបើយើងធ្វើរឿងដដែលហើយរំពឹងថាមានលទ្ធផលថ្មីវាដូចទ្រឹស្ដីរបស់លោក Albert Einstein អញ្ចឹងវាជំងឺឈួតលីលាព្រោះយើងអាចធ្វើដដែលហើយរំពឹងថាវាមានលទ្ធផលថ្មីទេវាជាការពិតនៅពេលដែលយើងថាខែត្រជាក់យើងស្លៀកខោខ្លី
ហើយយើងដើរចេញទៅក្រៅល្ងាញាប់ចម្ប្រាប់ហើយយើងគិតថាយីមិនបានល្ងាអញ្ចឹងតែយើងអត់បានពាក់អាវធំអាវល្ងាស្បែកជើងក្លុបអីស្រោមដៃស្រោមអីដើម្បីការពារឲ្យតែពេលខែល្ងាមកដល់យើងចេញទៅក្រៅដើម្បីស្អាតដើម្បីសង្ហាស្លៀកខោខ្លីឲ្យសាច់ស៊ីទៅឲ្យល្ងាចម្ប្រាប់ញ័រស្គៀមអញ្ចឹងទៅគ្រុននេះទៀតហើយយើងធ្វើអញ្ចឹងដដែលហើយយើងចង់បានលទ្ធផលឲ្យខុសពីហ្នឹងវាអត់ខុសទេនេះគឺជាអំពើឈួតលីលាដើម្បីឲ្យខុសទៅម៉េចកុំដើរចេញទៅក្រៅនៅពេលខែត្រជាក់បើដើរចេញទៅក្រៅត្រូវមានអាវសំឡីអាវកអាវអីក្រាស់ខ្មឹកមកមានស្រោមដៃមានអីកម្ដៅក្នុងខ្លួនអីអញ្ចឹងទៅអាហ្នឹងយើងអាចជំនះនឹងអាកាសធាតុត្រជាក់បានយើងធ្វើឲ្យខុសពីអ្វីដែលយើងធ្លាប់ធ្វើដូចគ្នាអញ្ចឹងបងប្អូនយើងអត់អាចធ្វើដដែលឲ្យរំពឹងលទ្ធផលថ្មីហើយចាំបានខ្ញុំនិយាយថាទី1ស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឡើងវិញដោះលែងអ្នកទោសមនសិការអស់បង្រួបបង្រួមជាតិនេះឲ្យរឹងមាំហើយខ្ញុំអត់ខ្វល់រឿងតកូលណាកាន់រដ្ឋាភិបាលទេម្ដងទៀតបងប្អូនអត់ខ្វល់សោះតិចខ្ញុំថាអូតើតកូលសំតើតកូលកម្មឡើងទៅកាន់ប្រទេសតកូលរងកាន់ប្រទេសបានប្រទេសនេះប្រសើរជាងមុនអត់ទេខ្ញុំគ្រាន់តែគិតថាអ្វីដែលតកូលហ៊ុនតកូលសតកូលទាតកូលអីហ្នឹងដែលកំពុងតែកាន់ហ្នឹងគឺវាធ្វើឲ្យមានការថ្នាំងថ្នាក់ដូច្នេះបើយើងធ្វើជាមួយតកូលទាំងអស់ហ្នឹងហើយពុតដៃគ្នាទៅហើយកែស្ថានភាពហ្នឹងឲ្យប្រសើរទៅជាតិយើងនឹងរឹងមាំអាហ្នឹងយើងប្រសើរប៉ុណ្ណាទៅបងប្អូនលេខបូកមកនេះអត់មានលេខដកទៀតទេយើងដកអស់ហើយដកដី14កន្លែងចេញពីដែនអធិបតេយ្យរបស់យើងដោយថៃគេយកអស់ហើយអាហ្នឹងដកឲ្យតាបងប្អូនដកអាគេឈ្មោះលើពិភពលោកខ្មែរយើងคล้ายទៅជាមជ្ឈមណ្ឌលឆបបោកអនឡាញដែលគេព្រឺព្រួចហើយគេមើងងាយរបៀបដឹកនាំរដ្ឋរបស់យើងគេថាជាតិសាសន៍យើងហ្នឹងគឺជាកន្លែងបនលបែងដែលគេមិនហ៊ានមកលេងគេមិនហ៊ានមកវិនិយោគអាយើងដកលេខអស់ហើយហ្នឹងតើយើងនៅដកលេខប្រមាណទៀតយើងត្រូវធ្វើលេខបូកមកវិញទឹកមួយពាងយើងក្បង់ចាញ់អស់ហើយហ្នឹងតើបានទឹកឯណាប្រើដូច្នេះពេលនេះអត់មានដកទឹកចាញ់ទៀតទេគឺយើងបូមទឹកចូលចាក់ទឹកចូលរកប្រភពទឹកឲ្យពេញពាងយើងវិញដូច្នេះមានតែបង្រួបបង្រួមស្ដារសេដ្ឋកិច្ចឲ្យខ្មែរយើងនឹងអាចហ៊ាននិយាយហើយកុំធ្វើទុកបុកម្នេញគ្នាកែអាច្បាប់ដែលបំផ្លាញគ្នានឹងមកជាច្បាប់ដែលសន្តោសគ្នាវិញទៅមេត្តាករណាមុទិតាយើងស្រឡាញ់គ្នាក្នុងខ្មែរជាធ្លុងមួយទៅជាតិសាសន៍នេះរឹងប៉ឹងបានអាចទប់ទល់ជាមួយថៃបានអាចទប់ទល់បើថាឲ្យអន្តរជាតិគេថ្កោលទោសយើងយ៉ាងម៉េចក៏ថ្កោលទោសចោះកុំឲ្យប្រជាពលរដ្ឋខ្មែរទាំង17លានអ្នកថ្កោលទោសយើងដែរណាបើគេមិនសប្បាយចិត្តនឹងយើងឲ្យយើងនៅក្នុងគ្រួសារយើងសប្បាយចិត្តនឹងគ្នាដែរយ៉ាងហោចណាស់ក៏កក់ក្ដៅនៅក្នុងបានអីហូបអីជាមួយគ្នាយើងត្រូវគ្នាចេះចែកគ្នាហូបវាអត់ទៅទៀតអាខ្មែរគ្នាឯងហ្នឹងក៏ឆ្លោះគ្នាហើយកັບចាក់គ្នាទៀតតើយើងចង់បានអីអានេះគឺជាវិញ្ញាសាទៅរកភាពមហន្តរាយតាហើយខ្ញុំចង់បានអីខ្ញុំគឺចង់បានឲ្យមានភាពសុខសាន្តទាំងអស់គ្នាអញ្ចឹងហើយរដ្ឋាភិបាលកម្ពុជាអត់មានជំរឿសអីទេបើមិនព្រមកែប្រែតាមអ្វីដែលចង់បានដឹងហើយតែពេលស្ដារសិទ្ធិមនុស្សនិងប្រជាធិបតេយ្យហ្នឹងវាបាត់អាស្អីប្រជាប្រិយរបស់គណៈបកកណ្ដាលអំណាចហ្នឹងអាចនឹងជាប់ឆ្នោតគណៈបកប្រឆាំងព្រោះតែលើកឲ្យប្រជាពលរដ្ឋហ៊ានស្រែកគឺច្បាស់ជាឃើញចងោអាកំហុសឆ្គងរបស់រដ្ឋាភិបាលនិងគណៈបកកណ្ដាលអំណាចប៉ុនភ្នំប៉ុន្តែខុសអីខុសទៅបើយើងនាំគ្នាកែប្រជាពលរដ្ឋខ្មែរអនុគ្រោះតា